បងប្អូនទាំងអស់គ្នាពេលនេះថៃគឺភ្នែកនៅកញ្ចឹងកហើយណាបងប្អូនទាំងអស់គ្នាបន្តពីការបំផ្លិចបំផ្លាញរបស់យោធាថៃទៅលើរូបសំណាកព្រះវិស្ណុដែលធ្វើឲ្យប្រទេសដែលកាន់សាសនាហិណ្ឌូនឹងគឺមានការខឹងសម្បាជាខ្លាំងនិងថ្កោលទោសទៅលើពួកយោធាថៃជាខ្លាំងពាក់ព័ន្ធទៅនឹងការកាន់សាសនាពាក់ព័ន្ធទៅនឹងការគោរពពាក់ព័ន្ធទៅនឹងការប្រមាថមើលងាយរបស់សាសនារបស់គេនឹងគឺឥណ្ឌាហើយនិងបង់ក្លាដេសឬក៏ប្រទេសដែលកាន់សាសនាហិណ្ឌូនឹងគឺមានការខឹងសម្បាជាខ្លាំងហើយនឹងបានដាក់ញត្តិថ្កោលទោសទៅលើពួកយោធាថៃដែលធ្វើអំពើដែលជ្រុលនិយមអានេះយើងអាចនិយាយបានថានេះគឺជាបាបកម្មដែលទំនាយដែលខ្ញុំដាក់ទំនាយរបស់វាប្រហែលថ្ងៃមុនហ្នឹងឥឡូវវាត្រូវម្ដងតិចហើយបងប្អូនទាំងអស់គ្នាមិនមែនតែរូបសំណាករបស់វិស្ណុដែលពួកវាបំផ្លាញណាមានប្រាសាទព្រះវិហារប្រាសាទតាកបីប្រាសាទតាមន់ដែលពួកវាបំផ្លាញហ្នឹងគឺតាក់ទងទៅនឹងសាសនាហិណ្ឌូទាំងអស់ដែលពួកវាបានបំផ្លិចបំផ្លាញការគោរពបូជារបស់សាសនាហ្នឹងឯងទីតាក់ទងទៅនឹងបញ្ហាមួយហ្នឹងគឺខាងថៃគេបានផុសនិយាយថាផុសបកស្រាយខ្លាំងមែនទែនតាក់ទងទៅនឹងបញ្ហាមួយហ្នឹងសូម្បីតានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃអនុทินហ្នឹងក៏បានចូលទៅជួបទៅនឹងអគ្គរដ្ឋទូតរបស់ឥណ្ឌាប៉ុន្តែអគ្គរដ្ឋទូតគឺអត់ស្ដាប់ការបកស្រាយទេថារឿងនេះគឺមិនមែនទូចទេបងប្អូនរឿងនេះគឺធំខ្លាំងមែនទែនតាក់ទងទៅនឹងជំនឿនិងសាសនាថាយើងថាគេសាសនាដែលយើងគោរពរូបសំណាកដែលយើងកំពុងតែគោរពហើយគេបំផ្លិចបំផ្លាញគេមើងងាយហ្នឹងគឺចិត្តទាំងចិត្តយើងចិត្តគេគឺខឹងមានការថ្កោលទោសហើយយើងអត់ដឹងថាទៅមុខទៀតថៃវាធ្លាក់ចូលរណ្ដៅជ្រៅបណ្ណាទេនៅក្នុងបញ្ហាមួយហ្នឹងការព័ត៌មានធំជុំវិញពិភពលោកជាច្រើនចាប់អារម្មណ៍ទៅនឹងការបំផ្លិចបំផ្លាញរបស់ពួកយោធាថៃមកលើរូបសំណាកព្រះវិស្ណុហើយធ្វើឲ្យប្រទេសដែលកាន់សាសនាហិណ្ឌូហ្នឹងគឺមានការខឹងសម្បាជាខ្លាំងហើយបានថ្កោលទោសទៅលើពួកយោធាថៃពេលនេះគឺប្រទេសថៃកំពុងតែរត់លេះបោះស្រាយដើម្បីផុសពីនេះផុសពីនោះដើម្បីប្រខូចកម្ពុជាដែលតាក់ទងទៅនឹងការជន់មីនគឺវាបានបង្កើតព្រឹត្តិការណ៍មួយទៀតហើយគឺជន់មីនដើម្បីបង្វែររឿងហ្នឹងកុំឲ្យពិភពលោកឬក៏កុំឲ្យប្រទេសផ្សេងៗហ្នឹងគឺចាប់អារម្មណ៍